សួស្តីបងប្អូនជាទីស្រឡាញ់ចាងនេះខ្ញុំមកស្ងោរសាច់គោជាមួយនឹងបន្លែថៃថាវការ៉ុតបងប្អូនស្ងោរជាមួយសាច់គោអត់មានឆ្អឹងទេបងប្អូនខ្ញុំស្ងោរជាមួយសាច់ដើម្បីលឿនបានហូរបន្លែនេះមានបន្លែការ៉ុតនិងថៃថាវបងប្អូនសាច់គឺយើងហាន់ឲ្យស្ដើងមានស្លឹកក្រូចមាននៅដុំស៊ុបហើយក៏មានរំដេងមានស្លឹកគ្រៃបងប្អូនរួចហើយក៏ចាប់ផ្ដើមនឹងស្លបងប្អូនដាំទឹកឲ្យពុះរួចហើយក៏បង់ស្លឹកគ្រៃបង់ស្លឹកក្រូចបង់រំដេងបង់គ្រឿងទេសដែលយើងធ្លាប់ប្រើជាប្រចាំនេះបងប្អូនអើយបងប្អូនណាក៏ស្លដូចទីគ្នាខ្ញុំតាមពិតឲ្យទីខ្ញុំធ្វើម្ហូបខ្ញុំរៀបរៀបហូហែតាពេលលួតបងប្អូននេះក៏ចាប់ផ្ដើមបង់បន្លែបងប្អូនបងបន្លែហើយក៏យើងដាក់ដុំស៊ុបមកបងប្អូនព្រោះអីសម្លយើងតិចក៏យើងដាក់ដុំស៊ុបមកកូនដុំបងប្អូនរួចហើយក៏ស្ងោររងាស់ទុកឲ្យវាពុះបងប្អូនពុះដូចពុះផុយបន្លែហើយក៏យើងចាប់ផ្ដើមដាក់សាច់មកបងប្អូនដោយសារសាច់គូយើងហាន់ឲ្យស្ដើងបងប្អូនដាក់សាច់រួចហើយក៏ដាក់បន្លែឲ្យស្លឹកបាសបងប្អូនខ្ញុំចូលចិត្តឲ្យទីស្ងោរហើយខ្ញុំអត់ចូលទេស្លឹកបាសនិងស្លឹកទីប៉ុន្តែនេះខ្ញុំដាក់ទីស្លឹកបាសទេដោយសារប្តីអីអត់ចូលចិត្តដាក់ស្លឹកទីទេក៏ខ្ញុំដាក់ទីស្លឹកបាសបងប្អូនតាមពិតស្លឹកទីក៏មានទីហើយទីអាចមឿនទីដងអីមានបងប្អូនដោះប៉ុន្តែខ្ញុំទុកដាក់របស់ខ្ញុំម្លេកផ្សេងអានេះដាក់កូននឹងប្តីគេអត់ហូបទេស្លឹកទីថាធំឡើយខ្ញុំដាក់ទីស្លឹកបាសបានហើយបងប្អូនដាក់ស្លឹកបាសឃើញថាផុយហើយបងប្អូនផុយហើយគឺយើងចាប់ផ្ដើមដូរមកបងប្អូនសាច់គោយើងអត់មានឆ្អឹងទេយើងស្ងោរសាច់ចេះយើងដាក់ឲ្យស្ដើងហើយចាំដាក់ក្រូយបន្លែបើដាក់មុនបន្លែសាច់យើងស្ងោរយូរទៅវារឹងបងប្អូនសាច់គោវារឹងហើយវាអត់ឆ្ងាញ់ទេយើងចាំស្ងោរបន្លែផុយអស់បានយើងបង់សាច់គោហើយក៏បង់បន្លែណាដែលវាងាយផុយតាមក្រូយមកបងប្អូនដូច្នេះសម្លរបស់យើងឃើញថាតនួងអត់បងប្អូនគឺស្ងោរសាច់គោងាយថាស្ងោរស៊ុបក៏បានដែរបងប្អូនថាស្ងោរបន្លែថៃថាវក៏បានដែរដោយសារវាជាប្រភេទស្ងោរហើយបងប្អូនណាចូលចិត្តដាក់គ្រឿងទេសថែមក្រូចឆ្មាឬក៏ម្រេចអីអាចថែមបានតែខ្ញុំអត់ចូលចិត្តដាក់ទេខ្ញុំចូលចិត្តហូបស្ងោរបែបនេះឯងបងប្អូនគឺយើងចុងក្រូយបងអស់គឺយើងមានស្លឹកខ្ទឹមដាក់ស្លឹកខ្ទឹមមកហើយក៏បន្ទាប់មកក៏ដាក់ឲ្យនេះមកបងប្អូនដាក់ខ្ទឹមបំពងឃើញថាម្ហូបរបស់យើងគឺឆ្ងាញ់បងប្អូនងាយលឿនបានហូបបងប្អូនអត់មានពិបាកបើថាឆ្អឹងយើងស្ងោរទៅតែផុយរលុកហើយឆ្អឹងចេញពីសាច់បានវាឆ្ងាញ់វីដេអូខ្ញុំបានបញ្ចប់